ចាជាបឋមនាងខ្ញុំសូមជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះផាត់ដាវីជាសិស្សថ្នាក់ A ចាថ្ងៃនេះនាងខ្ញុំមកធ្វើបទបង្ហាញពីមេរៀនសង្ខេបមេរៀនទី3ការវិតម្លៃផ្នែកចំណេះដឹងនិងដំណើរការបញ្ញាចំពោះមេរៀនទី3នេះគឺនាងខ្ញុំសង្ខេបបាន4ចំណុចគោលធំចាទី1គឺសេចក្តីផ្ដើមទី2វិធីឬក៏ប្រភេទវិតម្លៃក្នុងថ្នាក់រៀនទី3ប្រភេទនៃលទ្ធផលសិក្សារំពឹងទុកបែបពុទ្ធិទី4លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹងទុកមួយពេលសិក្សាចាចំណុចទី1សេចក្តីផ្ដើមចំពោះសេចក្តីផ្ដើមនេះគឺជាការវិតម្លៃមួយដែលអាចទុកចិត្តបានចាប់ផ្ដើមជាមួយនឹងការពណ៌នាច្បាស់នៅសម្បទារំពឹងទុករបស់សិស្សសម្បទាដែលចង់បានពីសិស្សនេះគឺជាលទ្ធផលពីការសិក្សារបស់សិស្សចាការសិក្សារបស់សិស្សយើងត្រូវយល់នៅពាក្យកលឹះអប់រំ3ដែរគឺទី1គោលដៅការអប់រំគោលបំណងការអប់រំនិងវត្ថុបំណងអប់រំចានេះខ្ញុំនឹងបញ្យល់ចំណុចតូចដែរចាចំណុចតូចទី1គឺគោលដៅអប់រំគោលដៅការអប់រំនេះគ្រូទៅមានលក្ខណៈវិនិច្ឆ័យដូចជាការប្រើប្រាស់វិនិច្ឆ័យការប្រើប្រាស់ហ្នឹងថាត្រូវគ្រូនឹងត្រូវជ្រើសរើសសម្ភារៈឧបទេសរួចពង្រៀនឬក៏គ្រោងខ្លឹមសារបង្រៀននិងអភិវឌ្ឍដំណើរការបង្រៀននិងរៀនចុងក្រោយគឺគ្រូត្រូវរៀបចំតេស្តនិងប្រឡងចាចំណុចតូចមួយទៀតគឺគោលបំណងការអប់រំគោលបំណងការអប់រំនឹងជាលទ្ធផលសិក្សារបស់សិស្សដែរចង់បានក្រោយពេលគាត់រៀនចប់តាមកម្រិតសិក្សាចាគោលបំណងខ្លះៗនៃការអប់រំនឹងគឺយល់និងឲ្យតម្លៃចំណេះដឹងវិទ្យាសាស្ត្រចារៀនគិតនិងសិក្សាដោយខ្លួនដោយឯករាជ្យចានឹងក្លាយជាពលរដ្ឋល្អលើកកម្ពស់បំណិនទំនាក់ទំនងជាដើមចាចំណុចគោលតូចមួយទៀតគឺវត្ថុបំណងនៃការអប់រំចាគឺមានន័យដូចវត្ថុបំណងនៃការបង្រៀននិងរៀនដែរគឺសំដៅទៅលើលទ្ធផលសិក្សាដែលចង់បានវត្ថុបំណងនៃការបង្រៀនជាលទ្ធផលរំពឹងទុកមួយថានៅពេលដែលបង្រៀនសិស្សចប់នេះសិស្សអាចចេះតាមអ្វីដែលគ្រូនឹងបានគ្រោងទុកមុនបង្រៀនដែរឬទេចាចំណុចទី2ធំចាវិធីនិងប្រភេទវិតម្លៃក្នុងថ្នាក់រៀនចំពោះវិធីនិងប្រភេទនៃការវិតម្លៃក្នុងថ្នាក់រៀននេះគឺមានច្រើនប្រភេទដើម្បីស្ទាបស្ទង់ចំណេះដឹងរបស់សិស្សដូចជាសំណួរពហុជ្រើសរើសយើងត្រូវចម្លើយជ្រើសរើសចម្លើយត្រឹមត្រូវតែមួយទេប៉ុន្តែមានចម្លើយឲ្យសិស្សជ្រើសរើសច្រើនដូចជាមានកខកខងអីចឹងទៅប៉ុន្តែចម្លើយនៅក្នុងកខកខហ្នឹងគឺមានចម្លើយត្រឹមត្រូវតែមួយទេចាមួយទៀតគឺសំណួរជ្រើសរើសចេញពីចម្លើយត្រូវឬខុសពិតឬមិនពិតចានិងមួយទៀតគឺសំណួរពហុជ្រើសរើសបែបផ្គូផ្គងដូចជាការផ្គូផ្គងពីកទៅខអញ្ចឹងទៅមានចម្លើយជ្រើសរើសចាឲ្យសិស្សផ្គូផ្គងចម្លើយពីកហ្នឹងទៅចម្លើយខដែលត្រឹមត្រូវដែលមានបាសហ្នឹងស្ដាប់បានយល់ន័យអញ្ចឹងទៅចាសំណួរមួយទៀតគឺសំណួរពហុជ្រើសរើសតាមបែបវិទ្យាបច្ចេកវិទ្យាចានិងសំណួរបន្ថែមទៀតគឺបំពេញចម្លើយខ្លីចាឬក៏បំពេញចន្លោះការបំពេញពាក្យដោយប្រើរូបភាពពាក្យទៅលើរូបភាពនឹងអញ្ចឹងឬក៏បែបបំពេញចម្លើយនេះដូចជាសិស្សនឹងមានបំណិន skill អញ្ចឹងទៅគាត់អាចអានល្បះបានការសរសេរនិងតែងសេចក្តីអីផ្សេងជាដើមចាមួយទៀតគឺការសួរសំណួរផ្ទាល់មាត់ទៅសិស្សចាឬក៏ការប្រឡងសួរផ្ទាល់មាត់ទៅសិស្សចានៅក្នុងការប្រឡងឬក៏ការសួរសំណួរផ្ទាល់មាត់នោះគឺអាចស្ទាបស្ទង់ទៅលើកម្រិតចងចាំរបស់សិស្សពេលបង្រៀនរួចចាពេលគ្រូបង្រៀនរួចនឹងអាចស្ទាបស្ទង់ចំណេះដឹងរបស់គាត់ដោយសួរសំណួរផ្ទាល់មាត់នឹងថាគាត់អាចចាំបានប្រមាណភាគរយដែរពេលយើងបង្រៀនចប់ចាចំណុចទី3ធំចាប្រភេទនៃលទ្ធផលសិក្សារំពឹងទុកបែបពុទ្ធិចានៅក្នុងប្រភេទនៃលទ្ធផលសិក្សារំពឹងទុកបែបពុទ្ធិហ្នឹងមាន3ចំណុចទៀតចានៅមាន3ក្រុមគេហៅ3ក្រុមអញ្ចឹងចាមាន3ក្រុមសំខាន់គឺចំណេះដឹងការយល់និងការផ្ដល់ហេតុផលចាចំណេះដឹងជាការចងចាំអ្វីមួយដែលសិស្សស្គាល់ឬក៏ចាំបានតាមការគិតតាមនិយមន័យតាមពាក្យកលឹះបញ្ញត្តិឬក៏ដំណើរការគោលការណ៍និងព័ត៌មានផ្សេងទៀតចា
ពោះការយល់ហ្នឹងបែងចែកពីចំណុចទៀតគឺការយល់បែបធម្មតានិងយល់បែបស៊ីជម្រៅមិនទៅជាការយល់បែបធម្មតាចាចំពោះការយល់បែបធម្មតានេះគឺស្ដែងចេញតាមរយៈកូនសិស្សសង្ខេបការយល់ដោយខ្លួនឯងនិងការប្រើប្រាស់ជំហានដើម្បីដោះស្រាយនិងការអនុវត្តអីចឹងចាចំពោះការយល់បែបស៊ីជម្រៅចាការយល់បែបស៊ីជម្រៅនោះសិស្សអាចដឹងពីចំណុចសំខាន់នៃអ្វីមួយឬក៏សិស្សអាចប្រើប្រាស់ចំណេះដឹងរបស់គាត់នឹងក្នុងរបៀបថ្មីនិងតាមរបៀបស្មុគស្មាញអីជាដើមចាមួយទៀតគឺសិស្សអាចចាប់យកគំនិតថ្មីនៃសារៈប្រយោជន៍នៃអ្វីមួយចាឬក៏សិស្សអាចបកស្រាយទំនាក់ទំនងថ្មីកសាងការពន្យល់បែបស៊ីជម្រៅនិងផ្ដល់ហេតុផលជាមួយការយល់ដឹងរបស់ពួកគេចានិងចំណុចមួយទៀតគឺការផ្ដល់ហេតុផលការផ្ដល់ហេតុផលនោះគឺជាហេតុផលមួយដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ខួរក្បាលចាដោយទាញយកចំណេះដឹងមកប្រើដើម្បីសម្រេចកិច្ចការនឹងដូចជាការដោះស្រាយបញ្ហាទៅលើការសម្រេចចិត្តទៅលើការទាញការសន្និដ្ឋានទៅលើការគិតដោយភាពច្នៃប្រឌិតចាចំណុចទី4ធំលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹងទុកមួយពេលសិក្សាចាចំពោះលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹងទុកមួយពេលសិក្សាហ្នឹងគឺដូចជាការបង្កើតឲ្យមានចំនួនសមស្របចាការបង្កើតការសរសេរស្រួលយល់ចាការបន្ស៊ីជាមួយគោលដៅសិក្សារបស់ស្ថាប័ននិងបំណិនសតវត្សទី21ដូចជាការជំរុញការប្រឈមតែសិស្សសិស្សប្រឈមឯងប៉ុន្តែសិស្សអាចធ្វើវាបានសិស្សខ្សោយប៉ុន្តែគាត់អាចធ្វើបានគាត់អាចឆ្លើយបានអញ្ចឹងទៅចាមួយទៀតបន្ស៊ីគ្នាជាមួយនឹងទ្រឹស្ដីឬក៏គោលការណ៍បង្រៀននិងរៀននិងការជំរុញលើកទឹកចិត្តសិស្សចាបើសរុបជារួមមកគឺគ្រូនឹងត្រូវស្វែងយល់កម្រិតយល់ដឹងរបស់សិស្សដែរចាឧទាហរណ៍ថាសាក់លបងយល់ដឹងកម្រិតសិស្សដោយសិស្សខ្សោយនឹងសួរសំណួរមួយគឺសួរសំណួរបែបកម្រិតងាយនិងធម្មតានិងការគិតធម្មតាអញ្ចឹងទៅមួយទៀតគឺសិស្សមធ្យមទាំងត្រូវសួរសំណួរសិស្សដែរសួរសំណួរសិស្សបែបកម្រិតមធ្យមដោយការគិតធម្មតានិងខ្ពស់ចាបើចំពោះសិស្សខ្លាំងវិញឬក៏សិស្សពូកែហ្នឹងគឺត្រូវសួរសំណួរបែបពិបាកកម្រិតពិបាកឲ្យការគិតរបស់គាត់ហ្នឹងមានកម្រិតខ្ពស់ចាចំពោះមេរៀនសង្ខេបរបស់នាងខ្ញុំគឺសូមបញ្ចប់ត្រឹមប៉ុណ្្នឹងចាសូមអរគុណលោកគ្រូ